សូមស្វាគមន៍មកកាន់ Cambodia Flash News សេដ្ឋកិច្ចកម្ពុជាត្រៀមនាំចេញគ្រាប់ស្វាយចន្ទីទាំងសម្បកទៅចិនក្នុងទំហំទឹកប្រាក់$35 លានកម្ពុជាត្រៀមនាំចេញគ្រាប់ស្វាយចន្ទីសម្បកប្រភេទ M23 ទៅកាន់ទីផ្សារចិនក្នុងជំហានដំបូងតម្លៃ$35 លាននិងមានផែនការពង្រឹងទំហំនាំចេញឲ្យដល់$400 លាននាពេលអនាគតក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី11 ខែមិនិនាបានសម្របសម្រួលលើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជារវាងក្រុមហ៊ុន China Bonded Port Group Co Ltd និងក្រុមហ៊ុន Mansaron MDR Co Ltd តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានឹងចាប់ផ្ដើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសម្បកប្រភេទ M23 ទៅកាន់ទីផ្សារប្រទេសចិនដោយក្នុងជំហានដំបូងមានទំហំទឹកប្រាក់ប្រមាណ$35 លានអាមេរិកភាគីទាំងពីរបានកំណត់ចក្ខុវិស័យយុទ្ធសាស្ត្ររួមគ្នាដើម្បីពង្រីកទំហំនាំចេញឲ្យកាន់ដល់$400 លាននាពេលអនាគតសមិទ្ធផលនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនិងគូផ្គងយ៉ាងសកម្មរបស់ក្រុមការងារជំរុញការនាំចេញ EPTF នៃក្រសួងពាណិជ្ជកម្មដែលតែងតែដើរតួនាទីជាតួអង្គស្នូលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនាំចេញកម្ពុជាជាមួយអ្នកបញ្ជាទិញសក្តានុពលអន្តរជាតិនេះជាការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មដោយគូបញ្ជាក់ថាកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរមិនត្រឹមតែធានាបាននូវកំណើននៃការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារចិនជាបន្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិនឲ្យមកបណ្ដាក់ទុននៅកម្ពុជាដើម្បីពង្រីកវិសាលភាពនៃការនាំចេញកសិផលជាតិចូលទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែទូលំទូលាយបន្ថែមទៀតរាជរដ្ឋាភិបាលបានដាក់ចេញនៅទស្សនវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនិងជាអធិរាជស្វាយចន្ទីនាពេលអនាគតដោយបានរៀបចំនិងដាក់ចេញនៅគោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ2022-2027M23 ជាពូជយុទ្ធសាស្ត្ររបស់កម្ពុជាដែលមានក្របធំរសជាតិឆ្ងាញ់និងសារធាតុចិញ្ចឹមខ្ពស់កាលពីឆ្នាំ2025កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ1 លានតោនទៅកាន់ទីផ្សារអន្តរជាតិដោយទទួលបានចំណូលមកវិញប្រមាណ$1.5 លានអាមេរិកនេះបើតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជាដែលបានវាយតម្លៃថាបរិមាណនាំចេញនេះកើនឡើង27%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2024អរគុណសម្រាប់ការតាមដាន Cambodia Flash News សេដ្ឋកិច្ច